ថ្ងៃនេះយើងមកសិក្សានៅអត្ថបទខ្លីរបស់យើងជាបន្តទៀតបាទដែលយើងសិក្សាទៅលើ my bag បាទ my bag ឥឡូវយើងទៅធ្វើការអាននៅអត្ថបទរបស់យើងបាទយើងអានមួយបាទដើម្បីឲ្យបងប្អូនណាចាប់បានបាទអញ្ចឹងខ្ញុំអានមួយទេ I have a school bag. It is blue and black. I keep my book inside. My pencil box is also in it. My bag has 2 pockets. I carry it to school every day. It is not heavy. I clean it every week. My father bought it for me. I like my school bag. បាទនេះគឺជាពាក្យកន្លឹះរបស់យើងបាទពាក្យកន្លឹះគឺ vocabulary inside បាទ inside យើងប្រែថាក្នុង inside យើងប្រែថាក្នុង pocket បាទ pocket យើងប្រែថាហោប៉ៅបាទហោប៉ៅកាតាបហ្នឹងហោប៉ៅបាទ carry យើងប្រែថាយកបាទយក heavy ណាក្រាស់ឬក៏ធ្ងន់បាទធ្ងន់ក្រាស់ឬក៏ធ្ងន់ week យើងប្រែថាសប្តាហ៍ boat យើងប្រែថាបានទិញ blue គឺពណ៌ខៀវ blue ពណ៌ខៀវ black គឺពណ៌ខ្មៅបាទ black ពណ៌ខ្មៅ keep គឺរក្សាបាទ inside យើងប្រែថាក្នុងបាទ pockets យើងប្រែថាហោប៉ៅ carry យើងប្រែថាយកបាទ heavy យើងប្រែថាក្រាស់ឬក៏ធ្ងន់ week យើងប្រែថាសប្តាហ៍ boat យើងប្រែថាបានទិញ blue យើងប្រែថាពណ៌ខៀវ black យើងប្រែថាពណ៌ខ្មៅ keep យើងប្រែថារក្សាចឹងយើង read again អត្ថបទរបស់យើងបាទ I have a school bag. It is blue and black. I keep my books inside. My pencil box is also in it. My bag has 2 pockets. I carry it to school every day. It is not heavy. I clean it every week. My father bought it for me. I like my school bag. អញ្ចឹងនៅវីដេអូនេះគឺយើងធ្វើការអានអត្ថបទបន្ទាប់មកគឺយើងចេះនៅពាក្យកន្លឹះបាទហើយនៅវីដេអូក្រោយគឺយើងនឹងធ្វើការបកប្រែនៅអត្ថបទនេះទាំងស្រុងបាទអញ្ចឹងសូមអរគុណសូមជម្រាបលាចាំជួបគ្នានៅវីដេអូក្រោយជាបន្តធ្វើការអានអត្ថបទហើយយើងធ្វើការបកប្រែពាក្យឥឡូវនេះគឺយើងចូលមកធ្វើការបកប្រែនៅអត្ថបទរបស់យើងទាំងស្រុងតែម្ដងបាទនេះគឺជាអត្ថបទបាទដែលខ្ញុំបកប្រែជាភាសាខ្មែរនៅលើហ្នឹងដើម្បីឲ្យបងប្អូនងាយស្រួលបាទមើលហើយនឹងបកបានយ៉ាងងាយស្រួលបាទ my bag យើងប្រែថាកាបូបរបស់ខ្ញុំឬក៏កាតាបរបស់ខ្ញុំបាទអញ្ចឹងយើងអានអត្ថបទហើយយើងធ្វើការបកប្រែទាំងអស់គ្នាតែម្ដងបាទ I have a school bag បាទ I have a school bag នេះយ៉ាងថាខ្ញុំមានកាបូបសាលាឬក៏ខ្ញុំមានកាតាបសាលាមួយបាទខ្ញុំមានកាតាបសាលាមួយ It is blue and black បាទ It is blue and black យើងប្រែថាវាមានពណ៌ខៀវនិងពណ៌ខ្មៅ blue នេះគឺពណ៌ខៀវ black នេះគឺពណ៌ខ្មៅ I keep my book inside បាទ I keep my book inside យើងប្រែថាខ្ញុំទុកសៀវភៅរបស់ខ្ញុំនៅខាងក្នុងបាទ
keep នេះយើងប្រើថារក្សាឬក៏ទុកអញ្ចឹងខ្ញុំទុក my book zipper របស់ខ្ញុំ inside ថាខាងក្នុងអញ្ចឹងលំភើរបស់គាត់គឺគាត់ដាក់ចូលទៅក្នុងកណ្ដាលបាទ my pencil box is also in it បាទ my pencil box is also in it ន័យថានេះប្រអប់ខ្មៅដៃបាទប្រអប់ខ្មៅដៃរបស់ខ្ញុំក៏នៅខាងក្នុងនោះដែរអញ្ចឹង my pencil បានន័យថា my pencil box box នេះយើងប្រែថាប្រអប់នេះខ្មៅដៃប្រអប់ខ្មៅដៃរបស់ខ្ញុំក៏នៅក្នុងនោះដែរ in it បាទ my bag has two pocket ថាកាបូបរបស់ខ្ញុំនឹងមានហោប៉ៅពីរនេះណាបាទ my bag has two pocket ណាកាបូបរបស់ខ្ញុំមានហោប៉ៅពីរ I carry it to school every day បានថាខ្ញុំយកវាទៅសាលាជារៀងរាល់ថ្ងៃបាទនេះខ្ញុំយកវាទៅសាលារៀនជារៀងរាល់ថ្ងៃយកវានឹងបានថាយកកាតាបបាទយកកាតាបទៅសាលាជារៀងរាល់ថ្ងៃយ៉ាងថា I carry it to school every day ថាខ្ញុំយកវាទៅសាលាជារៀងរាល់ថ្ងៃ every day នេះគឺយើងប្រែថារៀងរាល់ថ្ងៃ school សាលាបាទ it is not heavy បាទ it is not heavy បាទថាវាមិនធ្ងន់ទេបាទវាមិនធ្ងន់ទេបាទវាមិនធ្ងន់ទេ I clean it every week បាទថាខ្ញុំសម្អាតវាជារៀងរាល់សប្តាហ៍បានន័យថាកតាបរបស់គាត់ហ្នឹងមួយសប្តាហ៍គឺគាត់បោកម្ដងគាត់សម្អាតចេញម្ដងបាទ My father bought it for me បាទ My father bought it for me បាទថាឪពុករបស់ខ្ញុំបានទិញវាឲ្យខ្ញុំបាទអញ្ចឹងថាគាត់ទិញកាបូបនេះគឺសម្រាប់គាត់បាទ My father bought it for me ឪពុករបស់ខ្ញុំបានទិញវាឲ្យខ្ញុំ I like my school bag បាទ I like my school bag បាទថាខ្ញុំចូលចិត្តកាបូបឬក៏កាតាបសាលារបស់ខ្ញុំបាទ read again I have a school bag it is blue and black I keep my book inside my pencil box is also in it my bag has two pockets I carry it to school every day it is not heavy I clean it every week my father bought it for me I like my school bag យ៉ាងសម្រាប់វីដេអូការបកប្រែនៅអត្ថបទនេះបាទយើងមកដល់ទីបញ្ចប់ហើយបាទអញ្ចឹងចាំយើងសិក្សានៅអត្ថបទខ្លីៗដែលខ្ញុំនឹងដកស្រង់យកមកធ្វើការបកប្រែជូនបងប្អូនសិក្សានុសិស្សទាំងអស់គ្នាបានសិក្សាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលាបាទចាំជួបគ្នានៅវីដេអូក្រោយទៀត